ក៏មានដែរក្រោយពីមានសំឡេងឆ្កែយូរឡើងខ្លាំងនៅពេលនោះពូទុយក៏បានផឹកស្រាងើយអកម្ដងហើយក៏បានក្រឡេកភ្នែកមកផ្ទះរបស់មីនាពេលនោះស្រាប់តែពូទុយបានឃើញមនុស្សស្រីម្នាក់មានរូបរាងខ្មៅដូចជាមនុស្សដុតហើយទៅធ្វើអ្វីមួយយ៉ាងនៅក្រោមផ្ទះរបស់មីនានេះឯងប៉ុន្តែអត់ទេអត់ទេខ្ញុំមិនចេញទៅណាជាដាច់ខាតកាលពីមុនខ្ញុំបានឲ្យវាយកខ្ញុំមកកន្លែងដើមវិញប៉ុន្តែវាមិនបាននាំខ្ញុំចេញមកទេដូច្នេះហើយពេលនេះខ្ញុំលែងចង់ចេញទៅហើយខ្ញុំនៅទីនេះនឹងស៊ីពួកវៀនពុះតាំងវាឲ្យអស់រួចហើយយកវាធ្វើជារូបសំណាកដើម្បីរស់នៅតែម្ដងទេអញឆ្កល់ម៉ែវាឯងណាស់ទៅជឿអីអាតុញប្រមកខូបនឹងនោះវាប្រមកខូបអញ្ចឹងឯងភ្នែកវាស្វាំងអស់ហើយយូចេះមើលឃើញស្អីរឿងរបស់វត្តតាមជំនឿតគ្នារបស់វត្តគឺហាមផ្ដាច់កុំឲ្យមានជនណាម្នាក់លួចយកមកប្រើប្រាស់ព្រោះថាគេមានដំណើរតគ្នាមកថារបស់ទាំងអស់នោះតែងតែមានម្ចាស់តែងតែមានអ្នកថែរក្សាខ្លះក៏មានអត្តចរិតស្លូតបូតរីឯអ្នកថែរក្សាខ្លះទៀតតែងតែផ្ដល់ទុកលំបាកឲ្យមកម្ចាស់ដែលយកមកទុកនៅក្នុងផ្ទះមានរឿងមួយដំណើរថានៅយប់មួយមានបុរសម្នាក់បានទៅវត្តដើម្បីចូលរួមកម្មវិធីប៉ុន្តែនៅពេលនោះគាត់បានសម្លឹងឃើញរបស់របរជាច្រើននៅក្នុងវត្តដែលសុទ្ធតែអាចប្រើប្រាស់បានប៉ុន្តែបែរជាចៅអធិការបញ្ជាឲ្យគេយកទៅទុកនៅក្នុងបន្ទប់ហប់ចិត្តឈឹងទៅវិញបូករួមទាំងបុរសម្នាក់នោះកំពុងតែមានជីវភាពខ្វះខាតផងឃើញរបស់របរទាំងនេះហើយក៏មានចិត្តនឹកស្ដាយចិត្តថានឹងលួចយកទៅទុកប្រើប្រាស់នៅក្នុងផ្ទះរបស់ខ្លួនតែម្ដងអូម៉ែអូអញអើយចុះរបស់របរទាំងអស់នេះថ្មីហេតុអ្វីក៏គេមិនយកទៅប្រើប្រាស់មើលចុះតែរបស់ខ្ញុំគ្មានមួយនឹងប្រើផងប៉ុន្តែនៅទីនេះបែរជាមានថ្មីចាស់ពិតជាចាស់ខ្ចីវ៉ាន់ខ្លាំងណាស់ពីបុរសម្នាក់នេះបានគិតក្នុងចិត្តរួចហើយក៏ចាប់ផ្ដើមធ្វើសកម្មភាពទាំងឡាយដែលខ្លួនបានគិតប៉ុន្តែនៅលើកនេះគាត់មិនបានដឹងថារបស់របរទាំងនេះសុទ្ធតែជាគ្រឿងដង្វាយដែលអ្នកស្រុកអ្នកភូមិបានយកមកថ្វាយព្រះសង្ឃនោះទេណែពុកវាហើយចុះពុកវាឯងបានចានឆ្នាំងថ្មីនេះយកមកពីណាដែរពុកវាកុំប្រាប់ខ្ញុំអសោះណាថាពុកវាឯងទៅលួចពីផ្ទះអ្នកដតីមកណែទោះបីជាយើងក្រយ៉ាងម៉េចក៏ដោយសូមពុកវាឯងថែរក្សាតម្លៃឲ្យបានណាកុំទៅលួចឆក់ប្លន់គេណាពុកវាអើម៉ែវាយើងមិនកុហកឯងទេតាមពិតទៅអីវ៉ាន់ទាំងអស់នេះគឺយើងយកមកពីវត្តយើងឃើញវានៅថ្មីចាស់ហើយគេយកទៅទុកនៅក្នុងបន្ទប់ហប់ឈិតឯងដឹងទេថាវាគួរស្ដាយខ្លាំងណាស់ហើយយើងកំពុងតែក្រីក្រគ្មានរបស់ប្រើផងយកមកប្រើទៅពុកវាខ្ញុំនិយាយប្រាប់ពុកវាទៅចុះខ្ញុំមិនសប្បាយចិត្តនោះទេពេលដែលឃើញពុកវាឯងធ្វើបែបនេះហើយខ្ញុំក៏មិនគាំទ្រដែរបើតាមឪពុកម្ដាយរបស់ខ្ញុំប្រាប់ការយករបស់វត្តយកមកទុកក្នុងផ្ទះដោយគ្មានការអនុញ្ញាតពីព្រះសង្ឃបែបនេះគឺវាធ្វើឲ្យផ្ទះសម្បែងរបស់យើងក្តៅក្រហាយមើលម៉ែវាខ្ញុំសួរឯងបន្តិចតើរាល់ថ្ងៃនេះឯងពិបាកទេពេលដែលឯងត្រូវការរបស់របរប្រើប្រាស់ម្ដងចាពុកវាពិបាកខ្លាំងណាស់ទម្រាំតែយើងដាំបាយហើយស្លខ្ញុំត្រូវយកបាយយកកញ្ចក់ទុកសិនទើបមានឆ្នាំងស្លបន្តទៀតប៉ុន្តែពុកវាឯងត្រូវចាំអ្វីក៏ដោយដែលយើងលួចរបស់គេគឺវាមិនល្អនោះទេថែមទាំងរបស់នេះគឺជារបស់វត្តទៀតផងបានហើយអីក៏និយាយច្រើនម្ល៉េះយើងយកមកដល់ហើយឥឡូវប្រើឬក៏មិនប្រើឬមួយក៏ត្រូវការឲ្យគេដឹងថាយើងទៅលួចរបស់វត្តហើយឲ្យគេនេះមកចាប់យើងយកទៅវាយដំមិញនេះគ្រាន់តែលើប្តីស្រ័យកំហុសបែបនេះក៏មានអារម្មណ៍ថាប្លែកបាត់ទៅហើយពីព្រោះថាប្តីរបស់ខ្លួនមិនដែលចេះស្រ័យកំហុសឲ្យខ្លួននោះទេស្រាប់តែពេលនេះប្តីរបស់ខ្លួនស្រ័យទាំងកំរោលថែមទាំងបើកភ្នែកធំហាក់បីដូចជាស្អប់គុំមិញនេះខ្លាំងណាស់ពីព្រោះថាគ្រាន់តែមិញនេះនិយាយប៉ុណ្ណេះគិតថាវាមិនអាចប្តីរបស់ខ្លួនស្រែកដាក់បែបនេះនោះទេក៏មានអារម្មណ៍ចម្លែកប៉ុន្តែមិញនេះនៅតែបន្តធ្វើតាមចិត្តរបស់ប្តីព្រោះថាខ្លាចគេដឹងថាប្តីលួចរបស់វត្តហើយត្រូវអ្នកស្តុកអ្នកភូមិប្រមូលគ្នាយកមកវាយ
នៅក្បែរផ្ទះរបស់មីនីនិងស្វាមីក៏មានផ្ទះអ្នកជិតខាងម្នាក់ដែរនោះគឺពូតុញនេះឲ្យតែយប់ឡើងមិនដែលចេះចូលដេកពីប្រលប់ទេគឺតែងតែអង្គុយផឹកស្រានៅក្រោមផ្ទះម្នាក់ឯងពេលខ្លះរហូតដល់ឆ្កែលិតមាត់ក៏មានដែរក្រោយពីមានសំឡេងឆ្កែយូរឡើងខ្លាំងនៅពេលនោះពូតុញក៏បានផឹកស្រាងើយអកម្ដងហើយក៏បានក៏រៀបភ្នែកមកផ្ទះរបស់មីនីពេលនោះស្រាប់តែពូតុញបានឃើញមនុស្សស្រីម្នាក់មានរូបរាងខ្មៅដូចជាមនុស្សដុតហើយទៅធ្វើអ្វីមួយយ៉ាងនៅក្រោមផ្ទះរបស់មីនីនេះឯងប៉ុន្តែពេលនោះដោយសារតែពូតុញនេះផឹកស្រារវឹងខ្លាំងពេកធ្វើឲ្យពូតុញនោះសន្លប់បាត់បង់ស្មារតីតែម្ដងក្លាំងពូតុញក៏បានដើរទៅផ្ទះរបស់មីនីនិងប្តីហើយក៏បាននិយាយសួរថា ណែនាងនេះហើយចុះនាងនេះឯងយកប្រលប់ហើយមិនក៏មិនដេកពួនហេតុអីចុះមកលាងឆ្នាំងចានព្រុសប្រាស់បែបនេះនាងឯងដឹងទេថាពេលយប់វិញយើងនេះពិតជាថ្លង់ខ្លាំងណាស់នាងធ្វើបែបនេះគឺមករំខានយើងផឹកស៊ីហើយ តែលបងតើលបងនិយាយដូចនេះមានន័យថាយ៉ាងម៉េចទៅយប់មិញខ្ញុំឡើងដេកតាំងពីប្រលប់ម្លេះមិនក៏លបងឃើញខ្ញុំកំពុងតែរៀបចំឆ្នាំងចានទៅវិញលបងកុំនិយាយដូចនេះណាលបងវាហាក់បីដូចជាមិនល្អទេលបងឯងនេះផឹកស្រាខ្លាំងពេករហូតដល់ភ្នែកស្រវាំងអស់ហើយទៀតដឹងបានជាមើលឃើញថាខ្ញុំកំពុងតែលាងចានឆ្នាំងនោះលបងអើយអាស្រានេះណាកុំប្រឹងប្រវត្តិពេកប្រយ័ត្នតែមួយណាមួយធ្វើឲ្យលបងឯងនេះទៅដល់ឋាននិព្វានឯងអត់អាណិតប្រពន្ធកូនទេមែនទេ បានហើយគ្នាអើយកុំមកចេះបដៅអញណែពួកម៉ាក់អញ4តំណាក់នោះទៀតណាគឺមិនដែលមានជំងឺដង្កាត់អីទេប៉ុន្តែមួយថ្ងៃពូវាផឹកតែស្រានៅឯងហើយណាមួយបើកាលណាគ្មានស្រាចូលខ្លួនយើងនេះវាដេកមិនលក់ទេ អូតើគិតថាគ្រប់យ៉ាងវាស្រួលដូចមាត់លបងឯងមែនទេលបងហាកុំគិតអសោះកាលណាលបងឯងស្លាប់ទៅគ្រួសាររបស់លបងគ្មានអ្នកមើលថែតែប្តីក្រោយលបងឯងគិតថាគេមើលថែប្រពន្ធកូនដូចលបងឯងដែរទេបានហើយលបងពីខ្ញុំណាអ្នកចិត្តខាងល្អសូមលបងឈប់បន្តផឹកស្រាទៀតទៅប្រយ័ត្នថ្ងៃណាមួយស្លាប់ទៅមិនប៉ះពាល់ដល់តែគ្រួសារលបងទេសូម្បីតែខ្ញុំនេះក៏ខ្លាចមិនហ៊ានធ្វើអីដែរព្រោះថាលបងឯងនេះនៅដល់ពាក់កណ្ដាលយប់តើមានអ្នកណាហ៊ានចេញធ្វើការងារទៅ អញគ្រាន់តែមកសួរនំសោះមកនិយាយវិញឆ្ងាយហូហែដល់ម្លឹងអញវាមិនងាប់ទេទៅកុំភ័យអីគិតតែនាងឯងទៅយប់ឡើងដេកពួនខ្លះទៅកុំមកលេងចានលេងឆ្នាំងរំខានដល់អញ ក្រោយមកពេលដែលមីនីនិងពូតុញបានសន្ទនាគ្នាចប់ពួកគាត់ទាំងពីរក៏បំបែកខ្លួនគ្នាពូតុញក៏ត្រឡប់មកផ្ទះវិញនៅពេលនោះដែរមីនីបានដើរទៅរកប្តីដែលនៅស្រែចម្ការហើយក៏បាននិយាយប្រាប់ថាពូតុញនេះបានឃើញខ្លួននៅពាក់កណ្ដាលយប់កំពុងតែលាងចានរៀងឆ្នាំង ទេអញឆ្កល់ម៉ែវាឯងណាទៅជឿអីអាតុញប្រមកខូបនឹងនោះវាប្រមកខូបអញ្ចឹងឯងភ្នែកវាស្វាំងអស់ហើយវាចេះមើលឃើញស្អីឯងនេះចេះតែគិតច្រើនហើយ ពុកវាខ្ញុំជឿបតណាព្រោះថាមុខមាត់របស់គាត់គឺមិនកុហកទេយើងរស់នៅជិតគ្នា10ឆ្នាំហើយខ្ញុំគិតថាគាត់និយាយព្រឹកមិញគឺមិនមែននិយាយកុហក អត់ទេខ្ញុំមិនយកទៅទេបើម៉ែវាឯងចង់យកក៏យកខ្លួនឯងចុះហើយទៅប្រាប់គេផងថាប្តីរបស់ម៉ែវាឯងនេះជាអ្នកលួចឲ្យគេមកសពងក្បាលខ្ញុំឲ្យបែកទៅ តើតម្រេះហើយពុកវាបើពុកវាឯងគិតថាធ្វើបែបនេះសមក៏ធ្វើចោះខ្ញុំលែងនិយាយហើយតែបើមានរឿងអីកើតឡើងក្នុងគ្រួសារពុកវាឯងត្រូវតែទទួលចិត្តយកអ្វីដែលពុកវាឯងបានធ្វើក្រោយពីជជែកគ្នាពីអ្នកប្តីប្រពន្ធនេះមិនត្រូវរកគ្នាហើយនៅពេលនោះបុរសជាប្តីក៏បានបែកចិត្តទៅផឹកស្រាព្រោះថាខ្លួននិយាយអ្វីក៏ប្រពន្ធមិនស្ដាប់ដែរប៉ុន្តែក្រោយពីត្រឡប់មកពីផឹកស្រានៅកណ្ដាលគុំវិញពេលនោះគាត់ក៏បានមកដល់មុខផ្ទះហើយក៏បានសម្លឹងមើលទៅក្រោមផ្ទះស្រាប់តែពេលនោះបុរសខ្លួនឯងជាផ្ទាល់នេះបានឃើញនារីម្នាក់ដែលស្លៀកឈុតពណ៌ខ្មៅសក់វែងកំពុងតែធ្វើអ្វីមួយមិនដឹងនំម្ដុំចង្ក្រានបាយរបស់ខ្លួនលុបព្រឹកឡើងពូសំនេះក៏បាននិយាយទៅកាន់ប្រពន្ធពីហេតុការណ៍ចម្លែកបែបនេះធ្វើឲ្យបុរសជាប្តីក៏បានឆ្ងល់ខ្លួនឯង
ថាតើអ្វីដែលពូតុននិយាយនោះវាជាការពិតដែរទេព្រោះថាពូតុនក៏បានឃើញនារីម្នាក់ដែលមានរូបរាងដូចជាខ្លួនបានឃើញនោះដែរលុះជាច្រើនថ្ងៃកន្លងផុតទៅថ្ងៃសិលក៏បានចូលមកដល់យប់ថ្ងៃសិលនេះមានរឿងចម្លែកកើតឡើងនៅក្នុងគ្រួសាររបស់មីនីពេលនោះប្តីប្រពន្ធពីរនាក់នេះស្រាប់តែឮសំឡេងក្រេះក្រោះនៅក្នុងចង្ក្រានបាយស្រាប់តែពេលនោះមីនីបានដាក់ប្តីឲ្យក្រោកឡើងព្រោះទៅឲ្យមកមើលតាមសំឡេងដែលខ្លួនបានឮពេលប្តីប្រពន្ធនេះអើតតាមបង្អួតក៏បានឃើញនារីម្នាក់ដែលមានសក់ពណ៌ខ្មៅមុខគួរឲ្យខ្លាចភ្នែកធំមាត់រយៈដល់គុំត្រជីកំពុងតែកាយសំណែនអ្វីម្យ៉ាងស៊ីពេញមាត់ហាក់បីដូចជាគួរឲ្យខ្លាចខ្លាំងណាស់ធ្វើឲ្យប្តីប្រពន្ធពីរនាក់នេះសន្លប់បាត់បង់ស្មារតីនៅទីនោះទៅមិញនេះហាក់បីដូចជាមានជំងឺធ្ងន់ធ្ងរព្យាបាលមិនជាអញ្ចឹងគាត់ក៏តែទ្រហោយំមិនដឹងថាមកពីមូលហេតុអ្វីនោះទេយកយើងទៅកន្លែងដើមវិញយកយើងទៅកន្លែងដើមវិញយកយើងទៅផ្ទះរបស់យើងវិញពួកឯងមិនត្រូវយកយើងនៅទីនេះទេបើពួកឯងមិនយកយើងទៅវិញទេយើងនឹងសម្លាប់ពួកឯងចោលទាំងអស់តែប្រពន្ធនិយាយផ្លែកបែបនេះប្តីនោះហាក់បីដូចជាគិតថាប្រហែលជាខ្មោចព្រាយនោះកំពុងតែធ្វើបាបប្រពន្ធហើយពីព្រោះថាខ្លួននិងប្រពន្ធបានខូចរូបរាងពិតរបស់នាងកាលពីយប់មិញហើយក៏បានពឹងពោពូតិញឲ្យជូនទៅវត្តទៅរកព្រះចៅអធិការដើម្បីស្រោចទឹកបណ្ដេញនាងព្រាយនោះដោយសារតែចៅអធិការគាត់រវល់និមន្តទៅវត្តផ្សេងដើម្បីសម្ដែងព្រះធម៌ដូច្នេះហើយគ្មានព្រះសង្ឃណាម្នាក់ដែលអាចបង្ក្រាបនាងខ្មោចនេះបានទេពុទ្ធោអើយនេះឬមកពីខ្ញុំខ្លួនឯងផ្ទាល់តើប្រពន្ធរបស់ខ្ញុំកើតរឿងនេះកើតឡើងបើខ្ញុំស្ដាប់នាងតាំងពីដំបូងនាងប្រហែលជាមិនមានរឿងនេះកើតឡើងទេឲ្យខ្ញុំសុំទោសផងខ្ញុំនឹងយកឆ្នាំងចាននេះយកទៅនៅវត្តវិញពូតិញក៏បានចូលមកដល់ព្រោះថាពូតិញពិតជាឆ្ងល់ខ្លាំងណាស់តាំងពីគាត់រស់នៅទីនេះមកមិនដែលមានអ្នកណាមានខ្មោចព្រាយចូលមកសន្ធិដ្ឋធ្វើបាបដូចនេះទេដូច្នេះហើយគាត់សង្ស័យថាបុរសដែលជាប្តីមីនីនេះបានទៅលួចរបស់របរអ្វីមួយដែលជារបស់គាត់មិនខានមើលលបងហើយក៏លបងឯងទៅធ្វើអីទៅបានជានាំខ្មោចនេះចូលផ្ទះអញ្ចឹងសូមលបងនិយាយជាមួយខ្ញុំឲ្យស្មោះត្រង់មកពីព្រោះថារូបរាងរបស់នាងខ្មោចនេះគឺមានតាំងពីខ្ញុំនៅក្មេងៗម្ល៉េះហើយនាងខ្មោចនេះត្រូវបានគេធ្វើពិធីបង្ក្រាបនិងអញ្ជើញយកទៅដាក់នៅវត្តហើយតើហេតុអីបានជាថ្ងៃនេះវាមកលេចមុខធ្វើបាបប្រពន្ធរបស់លបងបែបនេះលបងតូចទេឬខ្ញុំមិនលាក់បាំងទេលបងនៅថ្ងៃមុនខ្ញុំបានទៅបនវត្តប៉ុន្តែខ្ញុំបានឃើញសម្ភារៈទាំងអស់នេះនៅថ្មីពេកបូករួមទាំងខ្ញុំពីតក្រផងខ្វះខាតរបស់របរប្រើដូច្នេះហើយខ្ញុំក៏យកមកផ្ទះប៉ុន្តែប្រពន្ធរបស់ខ្ញុំបានដេញឲ្យខ្ញុំយកវាទៅទុកវិញតែមកពីចិត្តរបស់ខ្ញុំខ្លួនឯងលោភលន់មិនចង់យកត្រឡប់ទៅវិញក៏ទុកវាប្រើប្រាស់ខ្ញុំមិននឹកស្មានថាមានខ្មោចព្រាយតាមមកបែបនេះទេពុទ្ធោលបងឯងធ្វើនេះខុសហើយខ្មោចព្រាយនេះតាមពិតមុនដំបូងគឺតែងតែអុកលោកអ្នកភូមិនេះប៉ុន្តែកាលខ្ញុំនៅតូចខ្ញុំធ្លាប់លើពុកខ្ញុំថាគឺលោកគ្រូចៅអធិការនេះហើយដែលគាត់បង្ក្រាបមានតែគាត់ទេដែលអាចបង្ក្រាបនាងនេះបានហើយក៏បានយកនាងនេះទៅសង្កត់នៅក្នុងវិហារចាស់នោះកន្លែងដែលគេដាក់សម្ភារៈសពថ្ងៃនេះពី3ថ្ងៃក្រោយមកក៏មានដំណឹងថាលោកឪបាននិមន្តមកពីវត្តផ្សេងទៀតហើយណែនាងព្រាយាឆាប់ចេញពីខ្លួននាងនេះមកចូលទៅនៅក្នុងខ្លួនគេធ្វើបាបគេបែបនេះមិនល្អទេចូលនាងចេញមកវិញមកអាត្មានឹងធ្វើពិធីដើម្បីជួយសង្គ្រោះនាងអត់ទេខ្ញុំមិនចេញទៅណាជាដាច់ខាតកាលពីមុនខ្ញុំបានឲ្យវាយកខ្ញុំមកកន្លែងដើមវិញប៉ុន្តែវាមិនបាននាំខ្ញុំចេញមកទេដូច្នេះហើយពេលនេះខ្ញុំលែងចង់ចេញទៅហើយខ្ញុំនៅទីនេះនឹងស៊ីពួកវៀនពុតាំងវាឲ្យអស់រួចហើយយកវាធ្វើជារូបសំណាកដើម្បីរស់នៅតែម្ដងខ្ញុំលែងត្រឡប់ចូលក្នុងវិហារដ៏ខ្មៅងងឹតនេះទៀតហើយ
ណែនាងឯងដឹងទេខ្មោចត្រូវនៅដោយខ្មោចមនុស្សត្រូវនៅដោយមនុស្សធ្វើម៉េចបើកូនចៅយើងវាធ្វើខុសទៅហើយយើងនឹងឲ្យវាសុំខមាទោសនាង នេះហើយគឺជាលទ្ធផលរបស់វាសូម្បីតែរបស់វត្តក៏វាហ៊ានយកទៅប្រើដែរវាលួចរបស់វត្តយកទៅប្រើបែបនេះតនកម្មរបស់វាគឺសុំតែស្លាប់នេះឯងប៉ុន្តែដោយសារតែយកយល់មកការអង្វរកររបស់លោកឪទេខ្ញុំព្រមលើកលែងឲ្យប្រពន្ធរបស់វាទៅចោះប៉ុន្តែយើងសូមផ្ដាំចុងក្រោយបើកាលណាឯងហ៊ានធ្វើបែបនេះទៀតយើងនឹងយកជីវិតឯងផ្ទាល់តែម្ដងហើយឯងត្រូវតែផ្សព្វផ្សាយទៅឲ្យជនខិលខូចឯទៀតបានដឹងផងរបស់វត្តកុំចេះតែលេងសើច នឹងនេះបានកើតឡើងគ្មាននរណាម្នាក់ហ៊ានទៅលួចរបស់របរវត្តយកមកប្រើប្រាស់ទៀតនោះទេ